សូមស្វាគមន៍មកកាន់ទឹកដីដែលមានឆ្នេរដ៏ស្រស់ស្អាតគឺខេត្តព្រះសីហនុខេត្តព្រះសីហនុជាខេត្តដែលសម្បូរដោយធនធានធម្មជាតិនិងជីវៈចម្រុះហើយទីនេះអាចនិយាយបានថាជាទឹកដីឋានសួគ៌សម្រាប់អ្នកស្រឡាញ់ធម្មជាតិនេះគឺជាឆ្នេរអូត្រេសជាកន្លែងដែលអាចផ្ដល់ជូននូវភ្ញៀវទេសចរជាមួយអារម្មណ៍ស្រស់ស្រាយឆ្នេរស្អាតនិងពិសេសគឺផ្ទៃទឹកគ្មានសំណល់ប្លាស្ទិកហើយនៅពីខាងលើឆ្នេរនេះយើងក៏អាចឃើញកន្លែងស្ទាក់សម្រាមមួយកន្លែងដែលរៀបចំឡើងដោយគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រផងដែរពេលដែលគម្រោងនេះបានអនុវត្តនៅក្នុងខេត្តនេះគឺពិតជាល្អមានភ្ញៀវទេសចរចូលរួមច្រើនមកលេងកម្សាន្តច្រើនឆ្នេរមានឆ្នេរស្អាតនិងខ្យល់បរិសុទ្ធហើយនឹងមិនបង្កផលប៉ះពាល់ទៅដល់ភ្ញៀវទេសចរមានប្រជាជនភាគច្រើនគឺគាត់ថាប្លែកដោយសារមានដូចជាការសាក់សម្រាមនេះវាអត់សូវឃើញសម្រាមនៅក្នុងឆ្នេរសមុទ្រនិងនៅលើខ្សាច់នេះបាទក្នុងនាមខ្ញុំជាជំនួយការគម្រោងដែលអនុវត្តក្នុងគម្រោងនេះស្នើសុំទៅដល់ប្រជាពលរដ្ឋទាំងអស់គ្នាព្យាយាមយល់ដឹងអំពីបញ្ហាប្លាស្ទិកនេះឲ្យបានច្រើននិងកុំចោលសម្រាមតាមឆ្នេរពីពេលកាលរដ្ឋបាលខេត្តព្រះសីហនុមន្ទីរបរិស្ថានខេត្តដែលមានការចូលរួមពីគម្រោងទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជាបានអនុវត្តសកម្មភាពការងារបានយ៉ាងប្រសើរលើកិច្ចការងារគ្រប់គ្រងសំណល់ពិសេសគឺសំណល់ប្លាស្ទិកតែម្ដងហើយក្នុងនេះឆ្នេរព្រែកត្រែងនេះក៏រាប់បញ្ចូលបានជាឆ្នេរស្អាតមួយដែលគ្មានសំណល់ប្លាស្ទិកពេលបច្ចុប្បន្នពេលដែលយើងដាក់សំណាញ់ស្ទាក់សម្រាមទៅជួយឲ្យវាជាកន្លែងមួយដែលយើងស្ទាក់វាងាយស្រួលតាំងពីក្រុមហ៊ុនប្រមូលសម្រាមក៏គាត់មកប្រមូលបានងាយស្រួលជាក់ស្ដែងមួយទៀតដែលយើងឃើញថាកម្រោងយើងធ្វើអនុវត្តជាមួយនឹងស្ថាប័នរដ្ឋហ្នឹងនិងសន្តាគារហ្នឹងយើងឃើញវាមានផលច្រើនឧទាហរណ៍ជាក់ស្ដែងស្ថាប័នរដ្ឋយើងចាប់ផ្ដើមបដូរពីការប្រើប្រាស់កំប៉ុងទឹកសុទ្ធមួយគឺចាប់ផ្ដើមប្រើដោយដាក់ទឹកក្នុងថូប្រើកែវចាក់នៅពេលដែលយើងមានអង្គប្រជុំទោះបីប្រជុំតូចប្រជុំធំគ្នាតិចគ្នាច្រើនគឺយើងព្យាយាមអនុវត្តយន្តការហ្នឹងដើម្បីជាផ្នែកមួយក្នុងការធ្វើជាឧទាហរណ៍សម្រាប់អ្នកដទៃទីធ្លាស្អាតមានកន្លែងអង្គុយលេងច្រើនមានកន្លែងត្រជាក់យើងបាត់ stress ពីការងារអញ្ចឹងចង់ឲ្យភ្ញៀវទេសចរមកលេងហ្នឹងពេលញ៉ាំអីហើយអញ្ចឹងជួយសម្អាតទីធ្លាទាំងអស់គ្នាអញ្ចឹងថាស្អាតផាសុខភាពយើងក៏ល្អពេលយើងមកលេងហ្នឹងទៅធ្វើឲ្យយើង fresh សម្រាប់ខួរក្បាលយើងកាត់ stress ពីការងារច្រើនការពៀបបាននៅបរិស្ថានរបស់យើងអាចទាក់ទាញភ្ញៀវទេសចរបានច្រើននោះជីវភាពរបស់ប្រជាជនក្នុងតំបន់ក៏កាន់តែមានភាពប្រសើរឡើងយើងគឺការរៀបចំនឹងហ្មងអូនបើទៅយើងផ្លាស្ទិកត្រូវហាលត្រូវអីយើងឃើញយើងរើសទៅយើងជួយប្រមូលដូចអ៊ំគាត់បន្ទប់ទឹកអីហ្នឹងគាត់បើភ្ញៀវឡើងទៅបើគាត់ប្រាប់ភ្ញៀវជួយយកទៅគាត់ក៏អទៅបើភ្ញៀវក៏ទៅគាត់អត់គេអត់ជួយហ្នឹងទាំងអស់គ្នាហ្នឹងនាំគ្នាជូនទៅចោលកន្លែងគេចោលម្រាមហ្នឹងទៅយើងចូលរួមទាំងអស់គ្នាដើម្បីភាពស្រស់ស្អាតគ្មានសំណល់ប្លាស្ទិកនិងអនាគតស្រស់បំព្រងជាមួយខ្យល់អាកាសបរិសុទ្ធ